ដកសូត្រដៃអ្នកស្រុកកូលែនរបបដែលមនុស្សភាគច្រើនថាពិបាកតែនៅមានស្ត្រីវ័យក្មេងម្នាក់សម្រេចចិត្តបន្តវេននៅក្នុងវ័យ79ឆ្នាំទៅហើយលោកយាយព្រីងឌិបរស់នៅភូមិគូលែនជើងនៅតែបន្តអង្គុយនៅមុខក្តារដំបាញ់និងឧបករណ៍រវៃរហាត់ដែលជាមិត្តរួមសុខទុក្ខរាប់សិបឆ្នាំមកហើយចំណេះដឹងដំបាញ់ដែលចម្លងពីម្ដាយបានប្រែក្លាយជីវិតស្ត្រីជរារូបនេះឲ្យក្លាយជាអ្នកថែរក្សាដួងព្រលឹងវប្បធម៌ខ្មែរបច្ចុប្បន្ននៅក្នុងស្រុកគូលែនទាំងមូលមានខ្នងផ្ទះត្រឹមតែប្រមាណ5ផ្ទះប៉ុណ្ណោះដែលនៅតែបន្តរែកពុននិងរក្សានៅមុខរបរប្រពៃណីមួយនេះមិនឲ្យបាត់បង់សាពីទេផកហើយអាងទីចេះខ្លួនឯងហើយមានប្រដាប់ទាំងអស់ហើយណាបានតែខ្ញុំចេះតែធ្វើត្រូវមានtiềnខ្ញុំធ្វើដើម្បីយកមុខមាត់ស្រុកភូមិក៏នៅតែភូមិខាងជើងនេះសប្ងៃឈប់កោតហើយគុននាងគេប្រមាត់ចូលអាបាត់មានទីសូត្រស្រេចហ្មង4គីឡូមីជីបគេណា4គីឡូសូត្របើថាយកមកធ្វើឲ្យរួចថ្លៃដែលយើងទិញអត់រួចទេណាយើងរស់សូត្រផ្សេងទៀតមកចាក់សូត្រខ្ញុំដែលធ្វើប្រហែលឆ្នាំនេះបានសូត្រនេះជឹមស្រែនេះជឹមខ្សានសូត្រគេបេះដៃណាដើម្បីបានកន្សែងសូត្រដ៏រលោងស្អាតនិងមានគុណភាពមួយស្ត្រីវ័យជរារូបនេះត្រូវចំណាយពេលផ្ចិតផ្ចង់ពី4ទៅ5ថ្ងៃទោះបីជាមុខរបរនេះធ្លាប់ជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសាររហូតដល់លោកយាយមានលទ្ធភាពទិញដីទិញស្រែចម្ការចែកកូនគ្រប់គ្នាពីអតីតកាលក៏ដោយប៉ុន្តែបច្ចុប្បន្នតម្រូវការទីផ្សារនិងតម្លៃបានក្លាយជាឧបសគ្គចម្បងមានកំងប៉ុន្តែគេអុយថ្លៃមិនដល់រួចឈ្នួលខ្ញុំជួលគីខ្ញុំមិនទទួលចាមានតែមករួមម្ដង1ម្ដង2ក៏មកក៏សុំបន្ថោកទៀតណា100000ក៏បានហើយទូចមួយបើដូចថាខ្ញុំខ្វះភ្លាមអីត្រូវឈឺណាខ្ញុំយកទៅលក់បោះបោកឲ្យគេដូចថាកន្សែងម៉ាស់នេះខ្ញុំលក់50000ខ្ញុំលក់យកទៅ30000ក៏ដាច់បើកន្សែងសូត្រខ្ញុំលក់25ខ្ញុំលក់យកទី20គាត់ក៏ដាច់បានលុយមកទិញថ្នាំភ្លាមចាអុយទៅចុះតម្លៃឲ្យគេអានេះត្រល់បារានទិញយូរណាការព្រួយបារម្ភរបស់ចាស់ព្រឹទ្ធាចារ្យហាក់ដូចជាត្រូវបានសម្រាលខ្លះតាមរយៈវត្តមានរបស់ស្ត្រីវ័យក្មេងម្នាក់គឺលោកស្រីឡំសុភ័ក្រក្នុងវ័យ32ឆ្នាំដែលជាមនុស្សចំនួនក្រោយដ៏កម្រក្នុងចំណោមគ្រួសារតិចតួចដែលសុខចិត្តចំណាយពេលអង្គុយដុសខាត់សរសៃសូត្រជំនួសឲ្យការធ្វើស្រែចម្ការតែមួយមុខខ្ញុំអត់ថាចង់ឲ្យបាត់បង់វត្ថុពីដើមបុរាណមកទេព្រោះថាមើលទៅវាល្អសម្រាប់ខ្មែរយើងប្រទេសជាតិយើងព្រោះឥឡូវភាគច្រើនគឺឃើញអត់សូវមានទេចាហើយទី2វាអាចជួយផ្គត់ផ្គង់គ្រួសារយើងចាពេលដែលយើងខ្វះខាតម្ដងអ្នកគ្រូមានច្រើនដែរតាអ្នកគ្រូចាពេលខែគេកម្មវិធីមង្គលការអីចឹងណាអ្នកគ្រូគេត្រូវការគេមានម៉ាស់គេមានសូត្រចាតែម៉ាស់តម្លៃវាធូរចាអានេះវាថ្លៃទេគេរួចច្រើនចាមូលហេតុដែលអ្នកស្រុកភាគច្រើនលែងប្រកបមុខរបរនេះគឺដោយសារតែការងារតម្បាញទាមទារនៅភាពសម្អិតសម្អាងនិងភាពអត់ធ្មត់ខ្ពស់បំផុតបើគ្មានបេះដូងស្រឡាញ់នឹងការតស៊ូនោះទេសម្លេងក្តារតម្បាញនៅស្រុកគូលែនប្រកាសជានឹងត្រូវរលត់ទៅតាមពេលវេលាជាមិនខានអើយបានបាត់ពីអស់ខ្ញុំតបានរណាគេធ្វើបាននៅទេណូព្រោះធ្វើអានេះអញពិបាកណាស់ឈ្ងោកងរបើធ្វើមិនស្ងាត់ស្ងាងវាមិនល្អស្លីកទៅក៏មិនចូលភ្នែកគេយើងលក់គេមិនយួរបើយើងធ្វើឲ្យវាល្អស្មើទឿញរត់ឲ្យស្មើ5ថ្ងៃមួយ4ថ្ងៃមួយយ៉ាងលឺចាហើយខ្ញុំសុកចិត្តធ្វើយូរគេថាពិបាកធ្វើចាអត់ចង់ធ្វើទេព្រោះវាពិបាកមើលទៅគេថាគេមិនចង់ធ្វើគេសុកចិត្តទៅស្រែទៅចង្ការវិញសរសៃសូត្រដែលកើតចេញពីក្តីស្រឡាញ់និងការតស៊ូរបស់អ្នកស្រុកគូលែនខេត្តព្រះវិហារមិនត្រឹមតែជាសម្ពត់សម្រាប់ក្រងឡើយតែវាគឺជាជីវិតនិងអត្តសញ្ញាណជាតិ
ចូលរួមគាំទ្រនិងជាវផលិតផលសូត្រខ្មែរដើម្បីបន្តដង្ហើមវប្បធម៌ដូនតាយើងឲ្យរស់រវើកឡើងវិញធម្មតាទៅទៅពេលល្ងាចហ្នឹងហើយល្ងាចយប់